បុរីលេងនៅបន្ត្រា 6A បង្ហាញលទ្ធផលដោះស្រាយឲ្យអតិថិជនដែលសម្របសម្រួលរបស់ក្រសួងដែនដីនិងស្ថាប័នពាក់ព័ន្ធក្នុងស្ថានភាពសេដ្ឋកិច្ចមានការលំបាកខ្លាំងបុរីលេងនៅបន្ត្រា 6A បានបង្ហាញលទ្ធផលនៃការខិតខំប្រឹងប្រែងដោះស្រាយជូនអតិថិជនក្រោមការយកចិត្តទុកដាក់របស់ថ្នាក់ដឹកនាំក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់និងស្ថាប័នពាក់ព័ន្ធក្នុងស្ថានភាពសេដ្ឋកិច្ចពិតជាមានការលំបាកខ្លាំងបន្ទាប់ពីរងការប៉ះពាល់យ៉ាងធ្ងន់ធ្ងរនៃវិបត្តិសេដ្ឋកិច្ចពិភពលោកនិងសង្គ្រាមបានតាមបញ្ជាក់នៅថ្ងៃទី 10 ខែមករានេះបុរីលេងនៅបន្ត្រាបានបន្តសកម្មភាពនៃការសាងសង់និងអតិថិជនមួយចំនួនក៏បានអញ្ជើញមកទទួលការសម្របសម្រួលដោះស្រាយជាបន្តបន្ទាប់បុរីក៏សូមគោរពអរគុណពុកម៉ែបងប្អូនដោយក្តីអនុគ្រោះនិងយោគយល់ក្នុងកលៈទេសៈដ៏លំបាកនេះយោងលើកំណត់ហេតុប្រជុំចុះនៅថ្ងៃទី 14 ខែវិច្ឆិកាឆ្នាំ 2025 នៅទីស្តីការក្រសួងហើយមកដល់ពេលនេះក្រុមហ៊ុនបានខិតខំប្រឹងប្រែងដោះស្រាយបានលទ្ធផលដោយខាងក្រោមចំណុចទី1ទីតាំងដីឡូ87ក្រុមហ៊ុនបានរៀបចំប្រព័ន្ធទឹកភ្លើងបន្ថែមរួចរាល់ដូចនេះអតិថិជនអាចប្រើប្រាស់បានទាំងស្នាក់នៅនិងការសាងសង់ផ្សេងៗចំណុចទី2គម្រោងដីឡូជ្រែ100បច្ចុប្បន្នមិនទាន់មានការចាក់ដីបន្ថែមទេដោយក្រុមហ៊ុនកំពុងចាក់ដីនៅប្លុក C បំពេញបន្តិចសិនដោយឡែកអតិថិជនទិញផ្ទះក្រុមហ៊ុនកំពុងដោះស្រាយពួកគាត់ភាគច្រើនសូមប្តូរទីតាំងក្រុងបុរី 6A បច្ចុប្បន្នផ្ទះនៅសល់ចំនួនតែ46ប៉ុណ្ណោះចំណុចទី3ការចាក់ដីនៅប្លុក C គឺកំពុងចាក់រាល់ថ្ងៃបច្ចុប្បន្នកើនបាន 85% និងនៅសល់តែ 15% ប៉ុណ្ណោះចំពោះទីតាំងដែលត្រូវចាក់ហើយបន្ទាប់ពីពេញកូដរួចក្រុមការងារនឹងគូសឡូដែលនៅសល់នៅប្លុក E1 ដើម្បីលើកអតិថិជនប្លុក RA មកទីតាំងនេះដែរចំណុចទី4ប្លុកវិឡាថៃ87គឺបានរួចរាល់ការងារឆ្អឹងទាំងស្រុង 90% ហើយប្លុកនេះគឺរៀបចំហេដ្ឋារចនាសម្ព័ន្ធប្រព័ន្ធលូការដំណើរការសាងសង់បន្តគឺត្រៀមនឹងចូលឆាប់ៗនេះចំណុចទី5អតិថិជនបងរំលោះស្នើសុំផ្អាកការបង់ប្រាក់ក្រុមហ៊ុនបានយល់ពីការលំបាករបស់អតិថិជនដូច្នេះក្រុមហ៊ុននឹងពិនិត្យទៅលើស្ថានភាពជាក់ស្ដែងជូនហើយក្រុមហ៊ុនបច្ចុប្បន្នក៏មានការលំបាកដូចគ្នាដូចនេះស្នើសុំឲ្យអតិថិជនដែលមានលទ្ធភាពមេត្តាបង់ប្រាក់បន្តចំពោះទីតាំងដែលបានសាងសង់ចំណុចទី6អតិថិជននៅប្លុកវិឡា533ក្រុមហ៊ុនកំពុងខិតខំប្រឹងប្រែងស្វែងរកកញ្ចប់ហិរញ្ញវត្ថុដើម្បីត្រៀមក្នុងដំណើរការសាងសង់ឆាប់ៗនេះសម្រាប់ជំហររបស់បុរីគឺឈរលើគោលការណ៍សាងសង់កញ្ចប់ជូនបងប្អូន 100% បុរីលេងនៅបន្ត្រាមានផ្ទះសង់ហើយខ្លះសម្រាប់ជជែកដោះស្រាយដោះដូរយើងគណនាថែមថយតាមតម្លៃជាក់ស្ដែងបុរីលេងនៅបន្ត្រាក៏មានជាជំរើសជជែកជូនពុកម៉ែដោយឈរលើគោលការណ៍មិនឲ្យខាតបង់នៅអត្ថប្រយោជន៍របស់ពុកម៉ែបងប្អូនឡើយមួយសម្រាប់អតិថិជនប្លុកវីឡា B533 អតិថិជនបញ្ចប់ការសាងសង់ដោយខ្លួនឯងគឺសម្រាប់សម្រួលបានដី2ឡូទំហំ10 x 17 ម៉ែត្រក្នុង1គីឡូគឺ 6A 1គីឡូនិងព្រះប្រសាទ1គីឡូអតិថិជនដោះស្រាយបញ្ចប់ដោះដូរគឺសម្រាប់សម្រួលបានដី4ឡូទំហំ10 x 17 ម៉ែត្រក្នុង1គីឡូគឺ 6A 2គីឡូនិងព្រះប្រសាទ2គីឡូ2សម្រាប់អតិថិជនប្លុក B ប្រភេទផ្ទះ E0 និង E1 អតិថិជនសាងសង់បញ្ចប់ខ្លួនឯងគឺសម្រាប់សម្រួលទទួលបានដី2ឡូទំហំ 4.1 x 18 ម៉ែត្រដីនៅ 6A